យើងចូលចំណុចទី6របស់យើងបន្ថែមទៀតចំណុចទី6គឺយើងនិយាយអំពីអឺរដ្ឋាភិបាល Margaret Thatcher នៅឆ្នាំ1979នៅឆ្នាំ1990ការឡើងកាន់តំណែងនិងដំណោះស្រាយនយោបាយនៅក្នុងឆ្នាំ1000សំទោសនៅក្នុងការបោះឆ្នោតឆ្នាំ1979លោកស្រី Margaret Thatcher មកពីគណៈបក្សអភិរក្សនិយមដែលជាស្ត្រីលើកដំបូងមានអាយុ61ឆ្នាំបានឡើងជានាយករដ្ឋមន្ត្រីតែមួយគត់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអង់គ្លេសលោកស្រី Thatcher បានជាប់ឆ្នោតពីរលើកទៀតនៅឆ្នាំ1983និងឆ្នាំ1987លោកស្រីបានកាន់តំណែងយូរជាងគេបង្អស់រហូតដល់11ឆ្នាំលោកស្រីជាអ្នកនយោបាយដែលពុំសូវមានអ្នកប្រឆាំងហើយលោកស្រីត្រូវបានប្រសិទ្ធនាមជាស្ត្រីដែកថែបនៅឆ្នាំ1982មានសង្គ្រាមគួរឲ្យភ្ញាក់ផ្អើលមួយនៅទ្វីបអាមេរិកខាងត្បូងដើម្បីកាន់កាប់ទីប្រជុំកោះ Falkland ដែលមានចម្ងាយ515គីឡូម៉ែត្រពីឆ្នេរប្រទេសអាឡង់អាសង់ទីនអង់គ្លេសបានបញ្ជូននាវានិងយន្តហោះព្រមទាំងកងទ័ពចំនួន30,000នាក់ទៅកាន់ទីនោះការចូលកាន់កាប់កោះនេះបានធ្វើឲ្យទាហានអង់គ្លេសចំនួន225នាក់បានបាត់បង់ជីវិតនិងចំណាយថវិកាអស់ចំនួន700លានផោនជ័យជំនះលើកោះ Falkland ធ្វើឲ្យប្រជាប្រិយភាពរបស់លោកស្រី Margaret Thatcher កើនឡើងពី32%ទៅដល់52%នៅឆ្នាំ1982លោកស្រី Thatcher បានចំណេញខាងនយោបាយយ៉ាងច្រើនក្នុងការកាត់បន្ថយការជំទាស់ពីគណៈបកប្រឆាំងម្យ៉ាងទៀតដោយសារការបែកបាក់ផ្ទៃក្នុងរបស់គណៈបកការងារនិយមនៅឆ្នាំ1981ផងក្នុងវិស័យឧស្សាហកម្មការខួងប្រេងនៅក្នុងលំហសមុទ្រខាងជើងបានកាត់បន្ថយនៅការនាំចូលប្រេងពីប្រទេសអារ៉ាប់អង់គ្លេសធ្លាប់ទទួលការឈឺចាប់ដោយសារវិបត្តិប្រេងឡើងថ្លៃដែលធ្វើឲ្យវិស័យឧស្សាហកម្មដែលផ្អែកលើថាមពលប្រេងមានការរកុសរកើយ៉ាងខ្លាំងហើយវិបត្តិនេះបានក្លាយទៅជាវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងធំនៅក្នុងឆ្នាំ1974 6.2 នយោបាយកាត់បន្ថយវិបត្តិសេដ្ឋកិច្ចការប្រយុទ្ធដើម្បីកាត់បន្ថយអតិផរណាប្រទេសអង់គ្លេសមានអតិផរណា 13.4% នៅឆ្នាំ1979ហើយចុះមកត្រឹម 4.6 នៅឆ្នាំ1984ហើយដែលបណ្ដាលមកពីការកាត់បន្ថយទៅលើមុខងារសាធារណៈថាវិការសម្រាប់ចំណាយទៅលើក្រសួងផ្សេងៗដូចជាក្រសួងអប់រំបានកាត់បន្ថយ 6% ក្រសួងបរិស្ថានកាត់បន្ថយ 9% ក្រសួងអភិវឌ្ឍន៍កាត់បន្ថយ 45% កាត់បន្ថយការកសាងលំនៅឋានប៉ុន្តែដំឡើង 30% លើកងកម្លាំងសម្ដាប់ធ្នាប់ 21% សម្រាប់សេវាកម្មសុខភាព។